មុនពេលយកកូនទី2អ្នកម្ដាយគួរដឹងរឿងទាំងនេះជាមុនសិនបញ្ហាក្នុងការចិញ្ចឹមកូន2នាក់គឺថាពួកគេមិនចេះស្រឡាញ់គ្នារហូតនោះទេកូនច្បងអាចនឹងមានភាពច្រណែនជាមួយនឹងកូនប្អូនទៅនឹងកើតដែលត្រូវបានឪពុកម្ដាយថ្នាក់ថ្នមដោយយកចិត្តទុកដាក់បំផុតដូច្នេះតើត្រូវដោះស្រាយយ៉ាងណាតាមពិតមុននឹងយកកូនទី2ឪពុកម្ដាយគួរតែដឹងរឿងទាំង5យ៉ាងនេះ 1. ត្រូវឲ្យកូនច្បងដឹងថាគេមានប្អូនម្នាក់ហើយព្យាយាមនិយាយថាអ្នកស្រឡាញ់ពួកគេទាំងពីរឲ្យបានញឹកញាប់ដើម្បីបង្កើតភាពស្និទ្ធស្នាលព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងគ្នាតាំងពីដំបូង 2. ប្រាប់មនុស្សគ្រប់គ្នានៅក្នុងផ្ទះកុំឲ្យនិយាយទៅកាន់កូនច្បងថាពេលមានប្អូនឪពុកម្ដាយឈប់ស្រឡាញ់ពួកគេទៀតហើយតែកុំបង្អាប់ឬសាយចំអកឲ្យពួកគេឲ្យសោះព្រោះកូនច្បងអាចនឹងមានអារម្មណ៍មិនល្អនិងមានអារម្មណ៍អន់ចិត្តជាមួយនឹងអ្នកនាពេលអនាគត 3. ក្រោយពេលកើតកូនទី2ភ្លាមឪពុកម្ដាយមិនត្រូវអន់ថប់ទីរក់ទៅនឹងកើតនោះមុនកូនច្បងទេព្រោះវាអាចធ្វើឲ្យពួកគេមានភាពច្រណែនមិនពេញចិត្តជាមួយនឹងប្អូនរបស់ខ្លួន 4. នៅពេលម្ដាយចាប់ផ្ដើមជាសះស្បើយក្រោយពេលសម្រាលសូមព្យាយាមឲ្យកូនច្បងប៉ះប្អូនដោយថ្នមៗកូនច្បងប្រហែលជាមានភាពភ្ញាក់ផ្អើលនិងមានអារម្មណ៍ថ្មីចំពោះពួកគេអ្នកម្ដាយត្រូវបង្រៀនកូនច្បងឲ្យចេះបីប្អូននិងបង្រៀនឲ្យធ្វើជាជំនួយការម្ដាយក្នុងការមើលថែប្អូនការចេះជួយគ្នានឹងធ្វើឲ្យកូនច្បងមានមោទនភាពហើយចង់ថែទាំប្អូនខ្លាំងបំផុត 5. ត្រូវចេះសរសើរនិងលើកទឹកចិត្តកូនច្បងថាពិតជាក្មេងល្អនៅពេលពួកគេចេះជួយដូរកន្ទប់ឬខោទឹកនោមឲ្យប្អូនតែយ៉ាងណាសូមកុំបង្ខំឲ្យកូនច្បងលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនប្អូនគឺត្រូវធ្វើដោយពេញចិត្តដោយខ្លួនគេផ្ទាល់គ្មានឪពុកម្ដាយឯណាចង់ឃើញកូនមិនចេះស្រឡាញ់គ្នានោះទេប៉ុន្តែក្តីស្រឡាញ់ត្រូវផ្អែកទៅលើទឹកចិត្តគ្មានការបង្ខំឡើយ